វីដេអូនេះផ្ញើជូនសម្រាប់អ្នកចូលចិត្តប្រហុកខ្វះប្រហុកក៏បានដូចខ្ញុំអញ្ចឹងណាថ្ងៃនេះខ្ញុំបានជ្រើសយកមុខម្ហូបមួយមុខគឺប្រហុកខ្ទិះរបៀបនៃការធ្វើប្រហុកខ្ទិះអាចពិបាកទេបងអូនដើម្បីធ្វើបង្ហាញដល់បងប្អូនទាំងអស់គ្នារបៀបនេះគឺជារបៀបដែលតែងតែធ្វើប្រចាំគ្រួសាររបស់ខ្ញុំតែម្ដងគឺមានរសជាតិឆ្ងាញ់ណាស់ហើយសាមញ្ញនិងខ្លីៗអញ្ចឹងឥឡូវយើងទៅមើលគ្រឿងផ្សំទាំងអស់គ្នាសម្រាប់គ្រឿងផ្សំទាំងអស់ដែលខ្ញុំបានដាក់បង្ហាញនៅលើតុនេះសម្រាប់សាច់ខ្ញុំប្រើសាច់គោយើងចិញ្ច្រាំសាច់ឲ្យម៉ត់សិនមកបើមានម៉ាស៊ីនកិនសាច់ប្រើទៅបងអូនវាលឿនមានប្រហុកមានដូចជាបន្លែគ្រឿងផ្សំខ្លះយើងត្រូវលីងជាមួយគ្នាយើងប្រើគ្រឿងបុកឲ្យមានរសជាតិឆ្ងាញ់ហើយចុងក្រោយនេះមានខ្ទិះដូងគ្រឿងមានច្រើនដែរនិយាយកាត់ទេបងអូនព្រោះមុខម្ហូបមួយនេះបងប្អូនធ្វើបានគ្រប់គ្នាមុខម្ហូបនេះគឺរួចរាល់ហើយអាចញ៉ាំបាននេះគឺជាទម្លាប់គ្រួសារខ្ញុំធ្វើហើយសម្រាប់របៀបនៃការធ្វើប្រហុកខ្ទិះគឺមានប៉ុណ្្នឹងឯងទេបងអូនហើយសង្ឃឹមថាបងប្អូនអាចយកទៅសាកល្បងធ្វើបាន